ការចុះល្បាតព្រៃឈើគឺជាកិច្ចការមួយនៅក្នុងការពារធនធានធម្មជាតិនៅក្នុងតំបន់ស្ត្រីជនជាតិដើមភាគតិចជាច្រើននៅខេត្តមណ្ឌលគិរីបានចូលរួមចំណែកដោយពួកគេយល់ថាព្រៃឈើនៅតែមានសារៈសំខាន់សម្រាប់សហគមន៍និងមនុស្សទូទៅជាកសិករប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃអ្នកស្រីសីសុធុអាយុ27ឆ្នាំជាជនជាតិដើមភាគតិចរស់នៅក្នុងភូមិអន្ត្រេះឃុំអបួនលើស្រុកកោះញែកខេត្តមណ្ឌលគិរីសប្តាហ៍ថ្ងៃអ្នកស្រីមានតួនាទីជាសមាជិកគណៈកម្មការសហគមន៍អបួនលើហើយអ្នកស្រីក៏ជាប្រធានក្រុមល្បាតស្ត្រីផងដែរនេះខ្ញុំឈ្មោះសីសុធុមកពីភូមិអន្ត្រេះឃុំអបួនលើស្រុកកោះញែកខេត្តមណ្ឌលគិរីរាល់ថ្ងៃនាងខ្ញុំជាគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិអបួនលើហើយក្នុងនោះនាងខ្ញុំក៏ជាសមាជិកក្រុមស្ត្រីនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិអបួនលើដែរក្រុមល្បាតស្ត្រីពួកខ្ញុំសប្តាហ៍ថ្ងៃមានចំនួន22នាក់បង្កើតតាំងពីឆ្នាំ2020ខែធ្នូជាស្ដែងពេលពួកខ្ញុំចុះល្បាតគឺមានយុវជនហើយនិងគណៈកម្មការនិងក្រុមស្ត្រីពួកខ្ញុំផ្ទាល់ចុះល្បាតមួយខែ3ដងអ្នកស្រីបន្ថែមថាបន្ទាប់ពីបានចូលជាក្រុមល្បាតបានចូលវគ្គបណ្ដុះបណ្ដាលនិងប្រជុំផ្សេងៗមកធ្វើឲ្យមានការក្លាហានជាងមុនហ៊ានផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ព្រៃឈើដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងពីផលប៉ះពាល់បណ្ដាលមកពីការបំផ្លាញព្រៃឈើក្រុមស្ត្រីពួកខ្ញុំមានភាពក្លាហានពេលយើងទៅប្រជុំឲ្យយើងហ៊ានឆ្លើយនឹងសំណួរអ្វីដែលយើងចង់បានឲ្យយើងដាក់ក្នុងផែនការសម្រាប់ខ្ញុំបើមានកម្មវិធីអ្វីមួយពួកខ្ញុំនឹងផ្សព្វផ្សាយពីអត្ថប្រយោជន៍ព្រៃឈើដើម្បីឲ្យពួកគាត់យល់ច្បាស់ពីអត្ថប្រយោជន៍ដែលយើងមានព្រៃឈើស្រាប់ដល់ពេលយើងជួយថែរក្សាដើម្បីយើងប្រមូលអនុផលក្នុងព្រៃយុវតីថោស្រីប៉ៃអាយុ26ឆ្នាំជាយុវជនស្ម័គ្រចិត្តនៅក្នុងសហគមន៍មួយរូបយល់ឃើញថាការចូលរួមល្បាតព្រៃសហគមន៍ពិតជាមានសារៈសំខាន់ដោយអាចឲ្យពួកគេដឹងពីតំបន់ការពារព្រៃឈើនិងស្គាល់ពីធនធានធម្មជាតិនៅក្នុងតំបន់ព្រមទាំងបណ្ដុះស្មារតីស្រឡាញ់ព្រៃឈើបន្ថែមទៀតចាជាចុងក្រោយនេះខ្ញុំសូមសំណូមពរទៅដល់អាជ្ញាធរភូមិឃុំរួមទាំងសហគមន៍ហើយជាពិសេសយុវជនជំនាន់ក្រោយឲ្យពួកគាត់បានចូលរួមផ្សព្វផ្សាយការពារព្រៃឈើយើងទាំងអស់គ្នាប្រធានសហគមន៍តំបន់ការពារធនធានធម្មជាតិអស់4លើលោកធឿនង៉ែតអាយុ32ឆ្នាំបាននិយាយថាមូលហេតុសំខាន់ដែលមានការគាំទ្រឲ្យមានក្រុមស្ត្រីបានចូលរួមក្នុងការល្បាតព្រៃដើម្បីឲ្យពួកគាត់មានការយល់ដឹងពីស្ថានភាពនៅក្នុងព្រៃសហគមន៍និងយកកាន់តែច្បាស់ពីការចូលរួមចំណែកដ៏សំខាន់របស់ពួកគាត់ក្នុងការការពារព្រៃឈើបន្ថែមពីនេះលោកថាស្ត្រីនឹងមានភាពក្លាហានជាងមុនក្នុងការធ្វើបទបង្ហាញពីព្រៃឈើពេលមានកិច្ចប្រជុំជាមួយឃុំទាំងដែរកាលពីមុនពួកគាត់មិនសូវមានភាពក្លាហាននៅឡើយយើងមូលហេតុដែលយើងត្រូវតែឲ្យក្រុមស្ត្រីឬយុវជនចូលរួមមកដើម្បីឲ្យគាត់យល់ដឹងពីនៅក្នុងព្រៃសហគមន៍គាត់មានបទពិសោធន៍គាត់ពីមុនគាត់ដឹងឥឡូវគាត់មានបទពិសោធន៍គាត់ក្លាហានពេលឡើងទៅធ្វើបទបង្ហាញគាត់មានកាលមួយគាត់ហ៊ានទេឥឡូវគាត់មានសិទ្ធិបញ្ចេញមតិលើកឡើងនៅក្នុងអង្គជុំអីពីព្រៃឈើចុះឡងពេលចុះល្បាតហ្នឹងមកបានជួបគ្នាបាត់ល្មើសអីខ្លះដែរមានជួបមតិវាដាក់មតិហើយនឹងភ្លើងឈើព្រៃហើយនឹងគេលួចកាត់ឈើពេលយប់ហើយនឹងមានការបរបាញ់សត្វព្រៃនៅពេលយប់ឬក៏ភ្លើងតែយើងអត់មានធានចុះពេលជួបបទល្មើសយើងបអាឈើយើងចាប់យើងសហការមួយមន្ត្រីមួយប៉ូលីសយើងចាប់ឬបើលើកទី1យើងត្រូវធ្វើកិច្ចសន្យាបើលើកទី2ទៀតយើងត្រូវដកបោះបយើងយកមកទុកក្នុងដែនមានជួបមតិពេលហ្នឹងយើងត្រូវចុះដោះជាមួយដែនជាមួយប៉ូលីសមួយអាជ្ញាធរហើយបកគលមកឲ្យប្រធានស្នាក់ការត្រាចសំណូមពរសូមឲ្យអាជ្ញាធរឬត្រីពាក់ព័ន្ធនេះជួយផ្សព្វផ្សាយពីការដាក់អន្ទាក់ឬការដុតភ្លើងព្រៃយើងហើយនឹងផ្សព្វផ្សាយពីការបរបាញ់សត្វពេលយប់ឲ្យគាត់
ពេលប្រជុំកន្លែងណាគាត់ជួយលើកឡើងតិច